រឿងដំណក់ឈាមទេពកាលពីព្រេងនាយមានបុរសកំសត់ម្នាក់រស់នៅជាមួយនឹងម្ដាយរបស់ខ្លួននៅផ្ទះមួយដែលនៅឆ្ងាយពីអ្នកភូមិនៅថ្ងៃមួយក៏មានបុរសចំណាស់ម្នាក់បានដើរឆ្លងកាត់ទីនោះហើយក៏ចូលទៅសុំទឹករបស់គាត់ផឹកដែរនេះឲ្យខ្ញុំមកសុំទឹកផឹកបន្តិចបោះណាសុំលោកបងចាំបន្តិចសិនណាចាំខ្ញុំឲ្យកូនយកទឹកមកឲ្យលោកបងពិសាណែយោដាជួយយកទឹកឲ្យលោកបងពិសាបន្តិចមកណាកូនបាទម៉ែហើយចូលលោកបងទៅណាមកណាដែរបានជាមកដល់ទីនេះព្រោះកម្រមានមនុស្សដើរឆ្លងកាត់ម្ដុំនេះណាអូខ្ញុំទៅតែមកពីមើលជំងឺកូនលោកសេដ្ឋីនៅភូមិខាងត្បូងនោះណានេះហើយចុះតើកូនលោកសេដ្ឋីមានជំងឺអ្វីទៅលោកបងបានជាមើលទៅទឹកមុខលោកបងដូចជាមានកង្វល់ម្លេះហើយខ្ញុំមិនលាក់បាននឹងអ្នកទេបើតាមស្ថានភាពជំងឺរបស់អ្នកពេលនេះប្រហែលជារស់មិនផុតខែនេះទេណានេះពិតជាគូឲ្យអាណិតលោកសេដ្ឋីណាស់គាត់ជាមនុស្សល្អតែងតែជួយយកអាសាអ្នកភូមិមិនគូណាកូនស្រីតែម្នាក់របស់គាត់មានជំងឺមិនអាចព្យាបាលបានបែបនេះសោះមិនមែនថាមិនអាចព្យាបាលបានទេណានេះតែអាថ្នាំដែលត្រូវយកមកព្យាបាលនោះវាពិបាករោគបើតាមទ្រព្យសម្បត្តិនិងអំណាចរបស់លោកសេដ្ឋីតើនឹងមានថ្នាំអ្វីដែលថាមិនអាចរកបាននោះបើអាថ្នាំធម្មតាវាមិនពិបាករកអីទេអាកំឡោះអើយតែនេះត្រូវទៅយកផ្លែឈើព្រះពោធិសត្វនៅលើកំពូលភ្នំក្លេដែរនោះយកមកព្យាបាលរាប់រយឆ្នាំមកហើយណាមិនដែលមានអាណាឡើងទៅដល់កំពូលភ្នំក្លេទេហើយគេដំណាលថានៅក្រោមដើមឈើព្រះពោធិសត្វនោះមានស្ដេចតោយ៉ាងធំនៅការពីអាណាហ៊ានតែចូលទៅអាស្ដេចតោនោះខំគ្មានបណៃទេវយមើលទៅពិតជាពិបាកពិតមែនហើយលោកគ្រូវាពិតជាពិបាកពិតមែនហើយណាកំឡោះដូច្នេះហើយបានជាលោកសេដ្ឋីប្រកាសថាអ្នកណាក៏ដោយឲ្យទៅជួយកូនរបស់លោកបានលោកនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់និងកូនស្រីរបស់លោកឲ្យទៅធ្វើជាប្រពន្ធអ្នកនោះតែមើលទៅគ្មានអាណាហ៊ានទៅទេអាកំឡោះអើយបើទៅមុខជាងាប់ជាមិនខានឡើយគ្មានជីវិតត្រឡប់មកវិញទេណាហើយពិតជាគួរឲ្យអាណិតលោកសេដ្ឋីណាស់ចិត្តល្អចុយតម្រាយហើយតែបែរជាមកជួបរឿងបែបនេះទៅវិញហើយបើអញ្ចឹងខ្ញុំគិតលៀនអ្នកទាំងពីរទៅផ្ទះខ្ញុំសិនហើយណាម៉ែដូចដែលម៉ែដឹងស្រាប់ហើយថាកូនជាមនុស្សដែលអាចស្ដាប់និងនិយាយភាសាសត្វបានហើយក៏មានវិជ្ជាអាគមដែលអាចការពារខ្លួនបានទៀតដូច្នេះហើយដើម្បីជាការតបស្នងគុណលោកសេដ្ឋីដែលមានមកលើគ្រួសារយើងកន្លងមកកូនគិតថាកូនចង់ទៅស្វែងរកផ្លែឈើព្រះពោធិសត្វនោះដើម្បីយកមកជួយកូនរបស់គាត់តែវាមានគ្រោះថ្នាក់ណាស់ណាកូនម៉ែមិនចង់ឲ្យកូនទៅនោះទេបើសិនជាកូនកើតរឿងអ្វីទៅតើឲ្យម៉ែគិតបែបណាទៅកូនកូនគិតថាបើតាមសមត្ថភាពរបស់កូនមុខจะគ្មានរឿងអ្វីកើតឡើងទេណាម៉ែតែបើកូនទៅជួយកូនលោកសេដ្ឋីបែបនេះមុខជាបែកធ្លាយសមត្ថភាពកូនជាមិនខានឡើយណាកូនខ្ញុំចង់ដឹងណាស់ម៉ែតើមានរឿងអ្វីមកលើគ្រួសាររបស់យើងទៅបានតាំងពីតូចមកម៉ែមិនឲ្យខ្ញុំបញ្ចេញសមត្ថភាពឲ្យគេដឹងហើយពួកយើងត្រូវមកលាក់ខ្លួនរស់ឆ្ងាយពីអ្នកភូមិបែបនេះទៀតវាមិនទាន់ដល់ពេលដែលកូនត្រូវតែដឹងនោះទេណាពេលវេលាមកដល់ម៉ែនឹងប្រាប់កូនហើយកូនត្រូវតែជឿជាក់មកលើម៉ែណាកូនខ្ញុំជឿជាក់លើម៉ែគ្រាន់តែខ្ញុំចេះតែមានចម្ងល់នៅក្នុងចិត្តតែប៉ុណ្ណោះមិនយូរទេកូននឹងដឹងគ្រប់រឿងជាមិនខានអញ្ចឹងស្អែកនេះកូននឹងធ្វើដំណើរទៅស្វែងរកផ្លែឈើព្រះពោធិសត្វឲ្យណាម៉ែកូនសន្យាថានឹងមិនឲ្យអ្នកណាម្នាក់ដឹងពីសមត្ថភាពរបស់កូនទេសូមម៉ែកុំបារម្ភអីពីទីនេះ
ទៅដល់កំពូលភ្នំគូលែនត្រូវចំណាយពេលយូរណាស់ទម្រាំតែធ្វើដំណើរទៅដល់ប្រហែលជាងកន្លះខែឯនោះតើធ្វើម៉េចនឹងអាចត្រឡប់មកវិញជួយកូនរបស់លោកវេថៃទាន់ពេលវេលាទៅមើលទៅមានតែខ្ញុំត្រូវយកកូនរបស់លោកវេថៃទៅជាមួយហើយលោកម្ចាស់អើយលោកម្ចាស់អើយលោកម្ចាស់អ្នកនាងបាត់ខ្លួនហើយលោកម្ចាស់ហាមិនដេចបានជាកូនរបស់យើងបាត់ខ្លួនបែបនេះហើយចុះពួកឯងមានបានដើររកសពកន្លែងហើយឬនៅពួកខ្ញុំបានដើររកសពកន្លែងហើយទៀតប្រុសតែមិនឃើញអ្នកនាងទេឃើញតែសម្បត្តិមួយនេះអញ្ចឹងឯងឆាប់យកសម្បត្តិនោះមកឲ្យយើងមកនៅពេលដែលលោកសេដ្ឋីបានឃើញសម្បត្តិនេះប្រហែលជាខ្ញុំបាននាំកូនរបស់លោកទៅដល់កន្លែងឆ្ងាយបាត់ទៅហើយសូមលោកអត់ទោសដល់ខ្ញុំផងដែលខ្ញុំមិនបានប្រាប់លោកឲ្យដឹងជាមុនខ្ញុំធ្វើនេះគឺដើម្បីជួយកូនរបស់លោកតែប៉ុណ្ណោះព្រោះខ្ញុំខ្លាចមិនអាចយកផ្លែឈើព្រះពោធិសត្វមកជួយកូនរបស់លោកទាន់ពេលវេលាបានជាខ្ញុំសម្រេចចិត្តយកកូនស្រីរបស់លោកទៅជាមួយបើសិនជាខ្ញុំអាចជួយកូនរបស់លោកបានខ្ញុំនឹងត្រឡប់មកជួបលោកវិញតែបើសិនជាខ្ញុំមិនអាចជួយកូនស្រីរបស់លោកបានខ្ញុំនឹងស្លាប់នៅទីនោះជាមួយកូនរបស់លោកតែយ៉ាងណាសូមលោកទុកចិត្តមកលើខ្ញុំចោះខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជួយកូនរបស់លោកសង្ឃឹមថាឯងអាចជួយកូនរបស់យើងបានទៅចោះតើនាយជាអ្នកណាមិនដេចបានជានាយចាប់ខ្ញុំមកបែបនេះឬមួយនាយជាសត្រូវរបស់ឪពុកខ្ញុំណាហើយទោះបីជាយ៉ាងណាក៏ខ្ញុំចិត្តដល់ថ្ងៃស្លាប់ទៅហើយបើសិនជានាយចង់សម្លាប់នាយសម្លាប់ទៅចោះតែសុំនាយកុំទៅធ្វើបាបពុករបស់ខ្ញុំអីខ្ញុំគិតថាអ្នកនាងស្អាតអញ្ចឹងបើសម្លាប់ចោលទៅពិតជាគួរឲ្យស្ដាយណាស់ឬមួយខ្ញុំគួរតែនេះនាយកុំគិតផ្ដេសផ្ដាសណាខ្ញុំនឹងខំអណ្ដាតសម្រាប់ខ្លួនមិនឲ្យនាយប្រមាថខ្ញុំនោះទេឈប់សិនអ្នកនាងខ្ញុំនិយាយលេងទេណាខ្ញុំចាប់អ្នកនាងមកទីនេះក៏ដើម្បីតែជួយអ្នកនាងដែរថាម៉េចនាយចាប់ខ្ញុំមកគឺដើម្បីជួយខ្ញុំនេះនាយគិតថាខ្ញុំជាកូនក្មេងមែនទេវាមិនដែលចូលទៅចាប់គេទាំងកណ្ដាលយកមកកណ្ដាលព្រៃជ្រៅបែបនេះហើយនិយាយថាដើម្បីជួយគេនោះទេខ្ញុំដឹងថាជំងឺរបស់អ្នកនាងសល់ពេលមិនយូរបានជាខ្ញុំចាប់អ្នកនាងមកទីនេះព្រោះខ្ញុំខ្លាចធ្វើដំណើរទៅមកមិនទាន់ពេលវេលាដើម្បីព្យាបាលអ្នកនាងសង្ឃឹមថាអ្នកនាងអត់ទោសដល់ខ្ញុំផងបើពិតជាដូច្នេះខ្ញុំទេដែលជាអ្នកសុំទោសនាយនោះខ្ញុំអរគុណនាយណាស់ដែលនាយមកជួយខ្ញុំបែបនេះហើយចុះនាយមានឈ្មោះអ្វីទៅបានអ្នកនាងខ្ញុំមានឈ្មោះថាយុទ្ធហើយចុះអ្នកនាងវិញខ្ញុំមានឈ្មោះថាបរមីអញ្ចឹងពួកយើងបន្តដំណើរទៅមុខទៀតទៅណាអ្នកនាងចាំទៅដល់កន្លែងណាមានទឹកចាំយប់នេះពួកយើងសម្រាប់នៅទីនោះណែនាយតើនាយអាចទៅឆ្ងាយពីខ្ញុំមួយសន្ទុះតើបានទេខ្ញុំចង់ចុះទៅងូតទឹកក្នុងបឹងនេះសិនព្រោះធ្វើដំណើរមួយថ្ងៃហើយស្អុះស្អាប់ខ្លាំងណាស់នៅពេលដែលកូនសេដ្ឋីនិយាយបែបនេះស្រាប់តែនាយុទ្ធបានលឺសត្វអន្ត្រីពីរក្បាលកំពុងនិយាយគ្នាមនុស្សលោកទាំងពីរនេះមុខជាត្រូវសัตว์កពើបិសាចនៅក្នុងបឹងនេះស៊ីជាចំណៃជាមិនខានទេពិតមែនហើយអាកពើបិសាចនោះវាបានឆ្ងាញ់មាត់ទៀតហើយពេលនេះពួកយើងចាំស៊ីសាច់សល់ពីកពើនោះទៅមើលទៅបឹងនេះយើងមិនអាចងូតទឹកបានទេណាអ្នកនាងសាកសង្កេតទៅមើលបឹងធំយ៉ាងនេះសូម្បីតែមាត់ត្រីមួយក៏មិនមានខ្ញុំគិតថាបឹងនេះមុខជាមានសត្វក្រពើជាមិនខានឡើយពិតមែនហើយនាយពិតជាចម្លែកពិតមែនបឹងធំយ៉ាងនេះគូតែមានពពួកត្រីរស់នៅអាមនុស្សលោកនេះ
ពិតជាឆ្លាតខ្លាំងណាស់មើលទៅថ្ងៃនេះពួកយើងប្រហែលជាអត់សាច់ស៊ីហើយឯងទៅភ័យអីទោះបីជាពេលនេះយើងមិនបានស៊ីតែថ្ងៃស្អែកពួកយើងមុខជាបានស៊ីដដែលនឹងយប់នេះព្រៃខ្លាមុខជាមកស៊ីពួកគេជាមិនខានទេពួកយើងចាំស៊ីសាច់សល់ពីព្រៃខ្លាក៏បានដែរណា និយាយអញ្ចឹងតើអ្នកនាងធ្លាប់ហូបសាច់ឥន្ទ្រីពីមុនមកដែរទេ ខ្ញុំធ្លាប់តែឆៃសាច់មាន់សាច់ទាសាច់គោសាច់ជ្រូកនិងសាច់ត្រីចំណែកឯសាច់ឥន្ទ្រីខ្ញុំមិនដែលបានឆៃនោះទេណានាយ បើអញ្ចឹងយប់នេះពួកយើងនឹងសាកហូបសាច់ឥន្ទ្រីម្ដង ឯងឮដូចជាខ្ញុំឮទេអាមនុស្សនោះវាថាចង់ស៊ីសាច់ឥន្ទ្រីតើសัตว์ឥន្ទ្រីណាទៅល្ងងឲ្យវាសម្លាប់យកទៅស៊ីបាននោះឯងមើលចុះវាងើយសម្លឹងមកកាន់ពួកយើងហើយឬមួយវាចង់និយាយពីសាច់របស់ពួកយើងបើដូច្នេះយើងឆាប់រត់ទៅសម្លាញ់គ្នាហើមរួចទេសម្លាញ់អើយឯងជួយគ្នាផងទៅគ្នាក៏ដូចឯងដែរសម្លាញ់ឬមួយក៏វាប្រើបល័យចងពួកយើងជាប់ហើយពិតមែនហើយវាមិនមែនជាមនុស្សធម្មតានោះទេជីវិតរបស់ពួកយើងពេលនេះគឺត្រូវចប់ហើយ មិនដែរអ្នកនាងតើសាច់វាឆ្ងាញ់ដែរឬទេ ឆ្ងាញ់ខ្លាំងណាស់នាយមិននឹកស្មានថានាយចេះអាំងសាច់ឆ្ងាញ់បែបនេះនោះទេ និយាយអញ្ចឹងយប់នេះទោះបីជាមានរឿងអ្វីក៏ដោយមិនថាអ្នកនាងឃើញអ្វីអ្នកនាងមិនត្រូវចេញពីរង្វង់ដែលខ្ញុំគូនោះទេណា តើហេតុអីទៅនាយ យល់ល្អអ្នកនាងកុំចង់ដឹងអីធ្វើតាមតែអ្វីដែលខ្ញុំប្រាប់ទៅ នៅពេលយប់មកដល់ខណៈពេលនាយយុទ្ធនិងបរមីកំពុងតែដេកស្រាប់តែពេលនោះបរមីបានលឺសំឡេងឪពុករបស់នាងកំពុងតែហៅបរមីកូនលឺពុកហៅទេកូនកូនឆាប់ចេញមករកពុកបន្តិចមកណាកូនបរមីកូនលឺពុកហៅទេកូនកូនឆាប់ចេញមករកពុកបន្តិចមកណាកូន ហាពុកមិនដេចបានជាពុកមកដល់ទីនេះ ពុកបារម្ភពីកូនបានជាពុកធ្វើដំណើរមករកកូន កូនឆាប់ចេញមករកពុកមកណាកូននិយាយអញ្ចឹងយប់នេះទោះបីជាមានរឿងអ្វីក៏ដោយមិនថាអ្នកនាងឃើញអ្វីអ្នកនាងមិនត្រូវចេញពីរង្វង់ដែលខ្ញុំគូនោះទេណា ពុកឆាប់ចូលមកក្នុងរង្វង់នេះមកណាពុក ពុកឈឺជើងខ្លាំងណាស់កូនពុកដើរទៅមុខមិនរួចទេកូនចេញមកជួយពុកផងទៅណាកូន ចាពុក នាងខ្លាចជាចំណីរបស់យើងហើយ ហាការពិតឯងជាសត្វខ្លានាយយុទ្ធជួយខ្ញុំផងនាយយុទ្ធ នាងមិនបាច់ស្រែកហៅវាទេនៅពេលដែលយើងស៊ីនាងហើយយើងនឹងទៅស៊ីវាបន្តទៀត បើអញ្ចឹងឯងចូលមកស៊ីយើងមកល្អយើងនឹងស៊ីឯងមុនគូបាន នាយយុទ្ធក៏បានសុទ្ធបល័យជប់ក្របីអាគមចេញមកឲ្យទៅប្រយុទ្ធជាមួយនឹងព្រាយខ្លានោះដោយអំណាចនៃមន្តវិជ្ជារបស់ខ្លួនខ្លាំងពូកែក៏ធ្វើឲ្យក្របីអាគមអាចយកឈ្នះព្រាយខ្លានោះចំណែកសត្វក្រពើដែលកំពុងតែលួចមើលនៅក្នុងទឹកពេលដែលឃើញនាយយុទ្ធខ្លាំងពូកែបែបនេះក៏ងើបរត់ចេញពីទឹកទៅបឹងផ្សេងបាត់ទៅ នាយយុទ្ធតើពួកយើងត្រូវធ្វើដំណើរប៉ុន្មានថ្ងៃទៀតទៅនាយទើបអាចទៅដល់កំពូលភ្នំនោះ ខ្ញុំគិតថាប្រហែលជា3ថ្ងៃទៀតពួកយើងទៅដល់ហើយអ្នកនាង នាយយុទ្ធមើលទៅខ្ញុំមិនអាចទ្រាំទៅដល់កំពូលភ្នំនោះទេនាយត្រូវឡប់ទៅវិញទៅ អ្នកនាងដឹងខ្លួនឡើងអ្នកនាង ចៅយុទ្ធចៅដឹងទេថាហេតុអីបានជាតា
ឲ្យចៅខំប្រឹងប្រែងរៀននៅវិជ្ជាស្បែកគង់ទេចៅ ចៅគិតថាប្រហែលជាលោកតាចង់ឲ្យចៅខ្លាំងពូកែគ្មានគូហ្វិតត្រូវនៅក្នុងលោកគ្មានហ្វិតត្រូវណាអាចកាប់សម្លាប់ចៅបាននឹងណាលោកតា នេះក៏ជាមូលហេតុមួយដែរណាចៅតែគោលបំណងធំរបស់តានោះគឺចង់ការពារមិនឲ្យចៅមានរបួសហូរឈាមចៅដឹងទេថាហេតុអ្វីរាល់ដងនៅពេលដែលចៅស្រក់ឈាមតែងតែមានពួកបិសាចសត្វសាហាវវាមករកសម្លាប់ចៅទេចៅ ចៅមិនដឹងទេលោកតាតើហេតុអ្វីទៅលោកតា ក៏ព្រោះតែចៅមានឈាមជាទេពដែលពពួកខ្មោចព្រាយបិសាចនិងសត្វសាហាវវាត្រូវការឈាមមួយដំណក់របស់ចៅអាចធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញរយៈពេល10ថ្ងៃតែបើអ្នករៀននៅអាគមវិជ្ជាគេបានឈាមមួយដំណក់របស់ចៅស្មើនឹងការហាត់រៀន100ឆ្នាំឯណោះបើគេបានឈាមចៅទាំងអស់យកទៅធ្វើជាថ្នាំគេនឹងមានយុទ្ធសិលខ្លាំងពូកែមានជីវិតអមតៈតែបើសត្វបិសាចឬក៏សត្វធម្មតាបានផឹកឈាមរបស់ចៅគេនឹងក្លាយជាសត្វទេពដែលមានកម្លាំងខ្លាំងអស្ចារ្យគ្មានគូសត្រូវដូច្នេះហើយចៅមិនត្រូវធ្វើឲ្យខ្លួនឯងស្រក់ឈាមទេណាចៅ សង្ឃឹមថាឈាមរបស់ខ្ញុំនេះអាចជួយសង្គ្រោះអ្នកនាងបានទៅចុះ ហាខ្ញុំនៅមានជីវិតនៅឡើយទេនាយយត់មុននេះខ្ញុំមានអារម្មណ៍ដឹងថានាយបានឲ្យខ្ញុំបឺតឈាមរបស់នាយតើពិតមែនដែរឬទេ បានអ្នកនាងដឹងខ្លួនហើយយើងឆាប់ចេញពីទីនេះទៅព្រោះបន្តិចទៀតនេះមុខជាមានសត្វសាហាវនិងខ្មោចព្រាយបិសាចមកដល់ទីនេះជាមិនខានឡើយ ហេតុអីបានជានាយដឹង ក៏ព្រោះតែឈាមរបស់ខ្ញុំនឹងណាអ្នកនាងវានឹងតាក់ទាញសត្វនិងខ្មោចព្រាយបិសាចទាំងនោះឲ្យមកទីនេះ នាយយត់ឈាមរបស់នាយស្រក់លើពងសត្វនោះហើយណានាយ រវល់ថានិយាយជាមួយអ្នកនាងខ្ញុំភ្លេចប្រើមុនវិជាបិទឈាមបាត់ទៅហើយ នាយយត់មើលទៅពងសត្វនោះទៅវាកាន់តែធំហើយណានាយ ពិតមែនហើយអ្នកនាងមិននឹកស្មានថាពងនេះនៅពេលដែលបានប៉ះឈាមរបស់ខ្ញុំវាប្រែប្រួលបែបនេះនោះទេ ហាអ្នកនាងប្រយ័ត្នផងដូចជាមានសម្លេងសត្វខ្លានិងពួកចចកព្រមទាំងសម្លេងខ្មោចព្រាយបិសាចវាមកទីនេះហើយ តែអ្នកខ្លាអើយពួកយើងក៏ត្រូវចែកសាច់គ្នាស៊ីអ្នកក៏មិនត្រូវស៊ីតែឯងនោះទេដែរ ពួកអាសត្វបិសាចតូចតាចឆាប់នាំគ្នាចេញភ្លាមទៅនេះជាចំណីរបស់អញទេវ៉យ ជប់យាឲ្យសូម្បីតែស្ដាច់យាក៏មកដែរមើលទៅអំបិលហើយអញ ណែមនុស្សលោកតើក្លិនឈាមមុននេះជារបស់អ្នកណាឆាប់ប្រាប់យើងមក វាជាឈាមរបស់យើងបើឯងចង់បានឯងចូលមកយកមកតើឯងកុំបន្ទោសយើងឲ្យសោះណាប្រយ័ត្នតែយើងជ្រុលដៃធ្វើឲ្យឯងស្លាប់ទៅ ចាអានេះខ្លួនតូចតែសម្ដីធំណាស់វ៉យអញ្ចឹងយើងនឹងស៊ីឯងទៅចោ នៅពេលដែលយៈបៃតងដើរសំដៅទៅរកស៊ីនាយុទ្ធស្រាប់តែពងសត្វនោះបញ្ចេញពន្លឺហើយក៏ផ្ទុះចេញសត្វចម្លែកមួយមកមានក្បាលជាសត្វអន្ត្រីខ្លួនជារាជសីហើយក៏បានទៅប្រយុទ្ធជាមួយនឹងយៈបៃតងនោះនៅពេលដែលឃើញថាយៈបៃតងប្រយុទ្ធចាញ់សត្វចម្លែកនោះពួកបិសាចចចកបិសាចខ្លានិងសត្វផ្សេងៗទៀតក៏នាំគ្នារត់ចេញពីទីនោះអស់ទៅ លោកពុកអ្នកម៉ែ នាយយត់សត្វនេះចម្លែកណាស់វាមានក្បាលជាបក្សីឯខ្លួនវាជាសត្វរាជសីហើយខ្ញុំស្ដាប់ឮវាហៅពួកយើងថាពុកម៉ែទៀតខ្ញុំស្រឡាញ់វាដល់ហើយណានាយ
មើលទៅសត្វនេះក្រោយពីវាបានស្រូបឈាមរបស់ខ្ញុំហើយពេលនេះវាបានคล้ายទៅជាសត្វទេពទៅហើយកម្លាំងនិងយុទ្ធសាស្ត្ររបស់វាពិតជាខ្លាំងពូកែដោយលោកតានិយាយពិតមែនហើយវាបានទុកពួកយើងជាឪពុកម្ដាយរបស់វាទៀតហើយនេះអ្នកនាងក៏អាចស្ដាប់សម្លេងនៅក្នុងចិត្តរបស់វាបានដែរ ខ្ញុំក៏មិនដឹងដែរថាខ្ញុំអាចស្ដាប់សំឡេងពួកសត្វទាំងអស់និយាយគ្នាបានឬមួយមកពីខ្ញុំបានលេបឈាមរបស់នាយមិននឹកស្មានថាឈាមរបស់នាយពូកែដល់ថ្នាក់នឹងសោះបើមិនបានឃើញផ្ទាល់ភ្នែកខ្ញុំមិនជឿនោះទេ ខ្ញុំសង្ឃឹមថាអ្នកនាងនឹងជួយលាក់បាំងអត្តកម្បាំងនេះកុំឲ្យគេដឹងឲ្យសោះព្រោះខ្ញុំបានសន្យាជាមួយនឹងម្ដាយរបស់ខ្ញុំហើយថាមិនឲ្យអ្នកណាដឹងពីសមត្ថភាពរបស់ខ្ញុំនោះទេ ឥឡូវនាយឆាប់ប្រាប់ខ្ញុំមកថានាយមានសមត្ថភាពអ្វីខ្លះទើបខ្ញុំជួយលាក់អាត់កំបាំងរបស់នាយ បានអ្នកនាងខ្ញុំចេះនៅមុនអាគមពីលោកតាអេសីចេះមុនប្រែកាយមានវិជាស្បែកគង់កាប់មិនមុតដុតមិនឆេះអាចនិយាយនិងស្ដាប់ភាសាសត្វបាននិងវិជាផ្សេងៗជាច្រើនទៀតតាំងពីខ្ញុំកាត់មកម្លេះ អូនេះមានន័យថាខ្ញុំកំពុងតែដើរជាមួយមនុស្សខ្លាំងពូកែហើយទេតា បានពិតមែនហើយអ្នកនាងកំពុងតែដើរជាមួយអ្នកខ្លាំងហើយ ចូលភ្លាមតែម្ដងហើយនាយនេះហើយចុះសត្វចម្លែកនេះយើងគិតបែបណាទៅនាយ ខ្ញុំគិតថាពួកយើងលែងពិបាកក្នុងការធ្វើដំណើរទៀតហើយអ្នកនាងព្រោះសត្វទេពនេះវាអាចហោះនាំពួកយើងឡើងទៅលើកំពូលភ្នំព្រះពោធិសត្វបានបាទសៃទេពនោះក៏បានហោះនាំពួកគេឡើងទៅលើកំពូលភ្នំព្រះពោធិសត្វនៅពេលទៅដល់ក៏បានឃើញស្ដេចតាវកំពុងតែនៅក្រោមដើមឈើនោះស្ដេចតាវគ្រាន់តែឃើញពួកគេភ្លាមក៏បញ្ចេញទឹកមុខយ៉ាងកាចសាហាវដាក់ទៅពួកគេ ជាច្រើនរយឆ្នាំមកហើយមិនដែលធ្លាប់មានពួកមនុស្សមកដល់ទីនេះនោះទេថ្ងៃនេះពិតជាឆ្ងាញ់មាត់ហើយអញ លបងតាវសូមលបងអត់ទោសដល់ពួកខ្ញុំផងដែលពួកខ្ញុំមករំខានការរស់នៅរបស់លបងពួកខ្ញុំមកទីនេះគឺចង់សុំផ្លែឈើព្រះពោធិសត្វដើម្បីយកព្យាបាលមនុស្សសូមលបងអនុញ្ញាតឲ្យខ្ញុំបេះមួយផងតើបានទេ មិនបានជាឯងអាចស្ដាប់សំឡេងនៅក្នុងចិត្តរបស់អញបាន ខ្ញុំក៏មិនដឹងដែរណាបងព្រោះតាំងពីកើតមកខ្ញុំអាចស្ដាប់និងនិយាយជាមួយសត្វបានតើបងអាចឲ្យផ្លែឈើព្រះពោធិសត្វមួយដល់ខ្ញុំបានទេបងព្រោះតែមិត្តភ័ក្តិរបស់ខ្ញុំនេះមានជំងឺត្រូវការផ្លែឈើព្រះពោធិសត្វនេះដើម្បីព្យាបាល ឯងមិនបាច់និយាយក៏អញដឹងដែរថានាងនេះកំពុងតែមានជំងឺចិត្តស្លាប់ទៅហើយតែអញវាឆ្ងល់ពុតជាចម្លែកខ្លាំងណាស់បើតាមអញគិតនាងនេះគូតែស្លាប់តាំងពីប៉ុន្មានថ្ងៃមុនមកម្លេះតើហេតុអ្វីបានជានាងមានជីវិតដល់ពេលនេះឯងឆាប់ប្រាប់អញមកតើឯងធ្វើយ៉ាងណាទើបអាចបន្តជីវិតឲ្យនាងនេះបាន នាយយត់នាយមិនត្រូវប្រាប់វានោះទេបើសិនជាវាដឹងនាយមកជាមានគ្រោះថ្នាក់ជាមិនខាន ដូចអ្វីដែលខ្ញុំគិតមែនអ្នកនាងប្រហែលជាស្រឡាញ់ខ្ញុំហើយបានជាបារម្ភពីខ្ញុំបែបនេះ ពេលនេះមិនមែនជាពេលដែលនាយត្រូវមកនិយាយលេងសើចនោះទេណាខ្ញុំមានអារម្មណ៍ថាសត្វតោនេះវាសាហាវណាស់នាយត្រូវតែប្រយ័ត្នខ្លួន ខ្ញុំដឹងហើយណាអ្នកនាងណែស្ដេចតោបើឯងចង់ដឹងឯងឲ្យយើងបេះផ្លែឈើព្រះពោធិសត្វមួយសិនទៅទើបយើងព្រមប្រាប់ឯង ឯងមិនបាច់ប្រាប់អញក៏បានដែរបើតាមស្ដាប់សម្ដីនិយាយរបស់ពួកឯងនេះមុខជាតាក់ទងជាមួយនឹងឯងមិនខានហើយវិធីដែលឯងសង្គ្រោះនាងនោះមុខជាឯងឲ្យនាងបឺតឈាមទេពរបស់ឯងវាពិតជាចម្លែកណាស់មនុស្សធម្មតាដូចជាឯងហេតុអ្វីបានជាមានឈាមទេពបែបនេះតើឪពុកម្ដាយរបស់ឯងជាអ្នកណាឯងឆាប់ប្រាប់យើងមក ខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាខ្ញុំមានឈាមទេពបែបនេះដែរណាបងចំណែករាល់ថ្ងៃនេះខ្ញុំរស់នៅតែជាមួយនឹងម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះចំណែកឪពុករបស់ខ្ញុំមិនដឹងថាគាត់ជាអ្នកណានោះទេ ណាស់ហើយចុះយើងឈប់ចង់ដឹងរឿងគេហើយវាឈឺក្បាលណាស់
អញញ៉ៃជួយតម្រាយហើយបើឯងចង់បានផ្លែឈើព្រះពោធិសត្វនេះឯងត្រូវតែយកឈ្នះយើងសិន លោកពុកអ្នកម៉ែទុកឲ្យកូនទៅប្រយុទ្ធជាមួយសត្វតោនោះណាពុក បើអញ្ចឹងកូនត្រូវប្រយ័ត្នខ្លួនផងណាកូនសត្វទេពទាំងពីរក៏បានប្រយុទ្ធគ្នាសំឡេងលាន់លឺដោយបកគោរន្ទះរង្គើអស់ព្រះធរណីអារ្យអ្នកតាព្រមទាំងបាសីបាសានៅលើភ្នំក៏នាំគ្នាហោះចេញពីទីនោះប្រយុទ្ធគ្នាមួយសន្ទុះស្ដេចតោនោះក៏ឈប់ហើយនិយាយទៅកាន់បាសីទេពនោះថា ណែនាងស្អាតមិនមែនយើងចាញ់នឹងកម្លាំងឬគឺយុទ្ធសិលនាងនោះទេគឺដោយសារតែយើងចាញ់នឹងសម្រស់របស់អូនយេ ឯងចាញ់យើងហើយឆាប់ឲ្យផ្លែឈើព្រះពោធិសត្វឲ្យតាពុករបស់យើងភ្លាមទៅ យើងមិនអាចឲ្យឯងបេះបានទេទោះតែពួកឯងព្រមឲ្យយើងទៅជាមួយនឹងពួកឯងដែរបើពុំដូច្នេះទេយើងនឹងបំផ្លាញដើមឈើព្រះពោធិសត្វនេះចោល ហេតុអីបានជាបងចង់ទៅជាមួយពួកខ្ញុំ យើងមានហេតុផលរបស់យើងបើឯងព្រមឲ្យយើងដើរតាមឯងយើងសន្យាថានឹងទុកឯងជាម្ចាស់របស់យើងហើយការពារឯងមួយជីវិត នាយយត់បើសិនជាបានស្ដេចតោនៅជាមួយពួកយើងក៏ល្អម្យ៉ាងដែរណានាយ បងតនិងកេណរីអាចទៅជាមួយខ្ញុំបានតែអ្នកទាំងពីរមិនត្រូវបង្ហាញរូបពិតនោះទេព្រោះវាអាចធ្វើឲ្យមនុស្សលោកមានការភ័យខ្លាចអ្នកទាំងពីរម្នាក់ត្រូវប្រែកាយជាសត្វឆ្មានិងម្នាក់ទៀតត្រូវប្រែកាយជាចាប យើងយល់ព្រមនឹងឯងសូមអនាគតម៉ែក្មេកឪក្មេកបេះផ្លែឈើនេះចោ ម៉ែមើលអាសត្វតោកាចាស់នោះចុះវាហៅម៉ែថាម៉ែក្មេងអានេះរោគចិត្តដល់ហើយណាម៉ែ កុំខឹងគេណាកូនគេនិយាយលេងទេតើ ស្ដេចតោក៏យល់ព្រមឲ្យពួកគេបេះផ្លែឈើព្រះពោធិសត្វនោះយកមកព្យាបាលបរមីក្រោយពីព្យាបាលបរមីហើយពួកគេក៏ជិះលើខ្នងបាក់សីទេពត្រឡប់ទៅភូមិស្រុកវិញសូមរងចាំទស្សនាភាពពីបន្តទៀតសូមអរគុណ រឿងដំណក់ឈាមទេពភិកបញ្ចប់ ក្រោយពីនាយុទ្ធបានជួយព្យាបាលកូនសេដ្ឋីហើយគេក៏នាំគ្នាត្រឡប់មកផ្ទះវិញតែរូបគេបានសុំឲ្យបរមីជួយលាក់រឿងរបស់គេដែលបានជួយនាងកុំឲ្យអ្នកណាដឹងសូម្បីឪពុករបស់នាងក៏ដោយចំណែកបាក់សីទេពដែលមានឈ្មោះថាខេណរីនោះបាននៅជាមួយនឹងបរមីដើម្បីការពារនាងរីឯស្ដេចតោដែលនិមិត្តខ្លួនជាសត្វឆ្មាក៏បានទៅតាមនាយុទ្ធ បរមីប្រមាណថ្ងៃមកនេះតាំងពីកូនមកដល់ផ្ទះវិញពុកសង្កេតឃើញថាកូនដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនសោះតើកូនមានរឿងអីមែនទេកូន កូនគ្មានរឿងអ្វីទេពងពងកុំបារម្ភអី មិនបាច់លាក់បាំងនឹងពុកទេណាពុកក៏អាចស្មានដឹងដែរថាកូនមានរឿងអីនោះទោះបីជាមនុស្សដែលបានជួយកូនគេមិនបានមកជួបមុខពុកផ្ទាល់ក៏ពុកអាចស្មានដឹងថាគេនោះគឺជាមនុស្សមានសមត្ថភាពមានរូបរាងមិនអន់នោះដែរទើបបានជាអាចឆក់យកបេះដូងកូនស្រីរបស់ពុកបានបែបនេះបើកូនស្រឡាញ់គេកូនឆាប់ទៅរកគេទៅកុំឲ្យអ្នកផ្សេងគេដណ្ដើមបានមុនព្រោះមនុស្សប្រុសមានសមត្ថភាពបែបនេះកម្រមានណាស់មនុស្សស្រីណាក៏គេប្រាថ្នាដែរបើកូនពិតជាស្រឡាញ់គេពិតមែនពុកក៏គាំទ្រដែរណាឆាប់ទៅរកគេចុះកូន តែកូនមិនបានដឹងថាផ្ទះរបស់គាត់នៅឯណាទេពងកូនដឹងតែថាគាត់មានឈ្មោះថាយុទ្ធ ខ្ញុំអាចដឹងពីវត្តមានរបស់ពុកណាម៉ែគាត់នៅទៅខាងលិចនោះណាម៉ែ អេសត្វចាប់របស់កូនចេះនិយាយទៀតហើយមិនបានជាវាហៅកូនថាជាម៉ែបែបនេះហើយហៅបរោះនោះថាជាពុក រឿងគឺវាបែបនេះណាពង រ
បើដូច្នេះកូនឲ្យវានាំកូនទៅជួបបរោះនោះចុះហើយកុំភ្លេចនាំគេមកជួបមុខពុកផង ចាប់ពកកណរីឆាប់ចេញដំណើរទៅណាកូន ម៉ែពេលនេះកូនគិតថាម៉ែគួរតែប្រាប់កូនហើយថាពុកកូនជាអ្នកណាហេតុអីបានជាកូនមានឈាមទេពបែបនេះពិតមែនហើយម្ដាយម្ចាស់តូចខ្ញុំក៏ចង់ដឹងដែរបានជាខ្ញុំតាមម្ចាស់តូចមកទីនេះតើប្តីរបស់អ្នកជាអ្នកណាហេតុអីម្ចាស់តូចមានឈាមជាទេពបែបនេះ ណាហើយចោះមើលទៅក៏ល្មមដល់ពេលដែលខ្ញុំត្រូវប្រាប់កូនរបស់ខ្ញុំដែររឿងគឺវាបែបនេះកាលពីជាង20ឆ្នាំមុនខ្ញុំគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ដែលតែងតែទៅរកបេះបន្លែផ្លែឈើព្រៃយកមកហូបនិងលក់យកប្រានៅថ្ងៃមួយនោះកូនម្ដាយចុងរបស់ឪពុកខ្ញុំពួកគេក៏រួមគំនិតគ្នានឹងអ្នកភូមិផ្សេងទៀតមកធ្វើបាបខ្ញុំនៅពេលដែលខ្ញុំអស់កម្លាំងដេកលាស់ ពួកនាងទាំងអស់គ្នាគិតដូចខ្ញុំដែរទេនាងនេរដីនេះជាមនុស្សស្រីមិនល្អប្រុសនៅក្នុងភូមិរបស់យើងត្រូវនាងតាក់យកស្ទើរតែទាំងអស់ទៅហើយបើនៅតែបែបនេះទៀតពួកយើងមកជាគ្មានប្រុសណាមកស្រឡាញ់នោះទេដូច្នេះពួកយើងគួរតែធ្វើបាបនាងម្ដងហើយអ្នកកញ្ចយឯងហ្នឹងប្រងគិតធ្វើបាបនាងបែបណាទៅអ្នកកញ្ចយណែអ្នកកញ្ចប់នាងមើលចុះថ្ងៃក្តៅស្ទើរតែ3ក្បាលទៅហើយដូច្នេះយើងគិតថាយើងនឹងលួចយកបាយទឹករបស់នាងយកទៅចោលហើយពួកយើងចេញដំណើរទៅចោលនាងទៅពេលនោះនាងមកជាស្រែកទឹកដាច់ខ្យល់ស្លាប់ជាមិនខានឡើយគំនិតនាងកញ្ចយឯងនេះពិតជាថោកទាបណាស់សូម្បីតែបងប្អូនឯងក៏នាងធ្វើបាបដែរតែយើងចូលចិត្តគំនិតនេះ ក្រោយពីពួកគេបានយកបាយទឹកខ្ញុំទៅបោះចោលហើយខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើងវិញ ហើយចោបងគាត់តាណាអស់ហើយឬមួយពួកគាត់ទៅចោលខ្ញុំបាត់ហើយហេតុអីបានជាពួកគាត់មិនដាក់ខ្ញុំបែបនេះបើអញ្ចឹងខ្ញុំត្រូវតែប្រញាប់ហូបបាយទឹកឲ្យហើយសិននឹងអាចធ្វើដំណើរទៅតាមពួកគាត់ព្រមមើលទៅថ្ងៃទៅដូចជារៀងជ្រេបន្តិចទៅហើយហាឯណាបាយទឹករបស់ខ្ញុំទៅតើវាបាត់ទៅណាហើយឬមួយក៏មានសត្វព្រៃចូលមកលួចបាយទឹករបស់ខ្ញុំតើឲ្យខ្ញុំធ្វើបែបណាទៅបើនៅក្នុងព្រៃនេះអាកាសធាតុក្តៅហើយហប់ទៀតខ្ញុំមកជាស្រែកទឹកស្លាប់ជាមិនខានឡើយដូច្នេះខ្ញុំត្រូវតែប្រញាប់ស្វែងរកទឹកទុកផឹកមុនពេលដែលវាស្រែក ខ្ញុំក៏ចាប់ផ្ដើមដើរស្វែងរកទឹកសម្រាប់ផឹកពេលនោះខ្ញុំក៏បានឃើញមានទឹកមួយថ្លុកធំមានក្លិនក្រអូបនិងពណ៌ចម្លែកខ្លាំងណាស់ដោយសារតែស្រែកទឹកខ្លាំងពេកខ្ញុំក៏ផឹកទឹកនោះ ហេតុអីបានជាទឹកនេះមានពណ៌អីក៏ចម្លែកម្លេះតែកុំតែខ្វល់អីយ៉ាងណាក៏ដោយត្រូវតែផឹកឲ្យឆ្អែតសិន តើនេះជាទឹកអ្វីទៅហេតុអ្វីពេលដែលខ្ញុំផឹកហើយមានអារម្មណ៍ថាខ្លួនរបស់ខ្ញុំពោពេញទៅដោយកម្លាំងបែបនេះទោះបីជាខ្ញុំមិនបានហូបបាយក៏ដោយវាពិតជាចម្លែកណាស់តែខ្ញុំដូចជាមានអារម្មណ៍ថានៅក្នុងពោះរបស់ខ្ញុំដូចជាមានរបស់អ្វីកម្រើកយ៉ាងម៉េចនោះទេ ក្រោយពីផឹកទឹកនោះហើយពោះរបស់ខ្ញុំក៏ធំមិនដឹងពីមូលហេតុនៅពេលដែលខ្ញុំមកដល់ផ្ទះវិញម្ដាយចុងរបស់ខ្ញុំក៏សួរនាំអំពីពោះរបស់ខ្ញុំដែលមើលទៅធំដូចជាអ្នកមានផ្ទៃពោះហើយពួកគេក៏យកលេសនោះបណ្ដេញខ្ញុំចេញពីផ្ទះតែម្ដងទៅ នារដីតើពោះរបស់នាងឯងនឹងកើតអីទៅ
មិនបានជាវាធំម្លេះខ្ញុំក៏មិនដឹងដែរម៉ែថាហេតុអីបានជាពណ៌របស់ខ្ញុំធំបែបនេះហើយពេលនេះខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីនៅក្នុងពណ៌របស់ខ្ញុំអញ្ចឹងវាធាក់ទៅធាក់មកពេញតែក្នុងពណ៌របស់ខ្ញុំម៉ែតើខ្ញុំកាត់អីទៅម៉ែបើមើលទៅពណ៌របស់នាងដូចជាកំពុងតែមានផ្ទៃពណ៌ចិត្តគ្រប់ខែសម្រាប់ទៅហើយតើខ្ញុំមានផ្ទៃពណ៌យ៉ាងម៉េចទៅរួចទៅម៉ែបើខ្ញុំមិនដែលឲ្យប្រុសណាប៉ះពាល់ខ្លួនប្រាណខ្ញុំផងនឹងអ្នកណាមិនដឹងថានាងឯងនេះសម្បូរប្រុសនោះមិនដឹងជាកូនក្នុងពោះរបស់នាងឯងហ្នឹងជាកូនអាមួយណានៅក្នុងភូមិនេះទេចាំមើលយើងនឹងយករឿងនេះទៅប្រាប់អ្នកភូមិឲ្យគេចាប់យកនាងឯងដាក់ក្នុងទ្រុងជ្រូកបលិចទឹកចោលបងចយកុំធ្វើបែបនេះអីបងពួកយើងជាបងប្អូនណាអញមិនត្រូវជាសាច់ឈាមស្អីនឹងនាងឯងនោះទេអញជាកូនប្តីមុនរបស់ម៉ែអញហើយនាងឯងជាកូនខ្មោចប្តីក្រោយរបស់ម៉ែអញពេលនេះឪម៉ែរបស់នាងឯងបានស្លាប់បាត់អស់ទៅហើយដូច្នេះទំនាក់ទំនងរបស់ពួកយើងវាកាន់តែឆ្ងាយទៅហើយពិតដោយសម្ដីរបស់កាចយកូនស្រីយើងនិយាយមែននារដីយកយល់ថានាងនឹងយើងធ្លាប់មាននិស័យហៅគ្នាជាម្ដាយនឹងកូនដូច្នេះបើសិនជាពេលនេះនាងព្រមចាក់ចេញពីផ្ទះនេះយើងនិងកូនស្រីរបស់យើងមិនទៅប្រាប់អ្នកភូមិឲ្យសម្លាប់ស្រីមានកូនមុនរៀបការដូចជារូបនាងនោះទេខ្ញុំមិននឹកស្មានថាអ្នកទាំងពីរអាក្រក់ដល់ម្លឹងសោះម្ដាយរបស់ខ្ញុំឃើញអ្នកទាំងពីរកំសត់កំរក៏ឲ្យអ្នកទាំងពីរមកស្នាក់នៅជាមួយរហូតអ្នកដណ្ដើមប្តីរបស់គាត់ធ្វើឲ្យគាត់ពិបាកចិត្តរហូតដល់ស្លាប់ហើយពុករបស់ខ្ញុំមុនគាត់ឈឺស្លាប់គាត់បានប្រាប់ហើយថាផ្ទះនេះគាត់ទុកឲ្យខ្ញុំជាចំណងដៃនៅពេលដែលខ្ញុំមានប្តីម្ដាយក៏ពួកអ្នកចង់បានរបស់ខ្ញុំបែបនេះកុំមកបន្ទោសយើងថាជាអ្នកដណ្ដើមប្តីរបស់ម្ដាយនាងមកពីពុករបស់នាងឯងហ្នឹងដែលឃើញដើមទ្រូងនិងសាច់ដ៏ត្រលុកត្រលុនរបស់យើងវាជាតិជាងម្ដាយរបស់នាងស្វិតជ្រួញគ្រប់កន្លែងបានគាត់សម្រេចចិត្តត្រូវដែលយកយើងធ្វើជាប្រពន្ធចុងហើយផ្ទះនេះស័ក្តិសមនឹងបានមកយើងព្រោះយើងបានផ្ដល់ក្តីសុខដល់ពុករបស់នាងរហូតដល់ដង្ហើមចុងក្រោយរបស់គាត់យើងមិនចង់និយាយច្រើនទេបើនាងមិនចេញពីផ្ទះនេះយើងនឹងទៅប្រាប់អ្នកភូមិឲ្យយកនាងយកទៅសម្លាប់ចោលមិនអីទេខ្ញុំចេញពីទីនេះក៏បានតែពួកអ្នកត្រូវចាំនៅទង្វើរបស់អ្នកនៅថ្ងៃនេះកម្ពីនឹងមករកអ្នកវិញជាមិនខានក្រោយពីខ្ញុំត្រូវបានម្ដាយចុងបណ្ដេញចេញពីផ្ទះហើយខ្ញុំក៏សម្រេចចិត្តទៅរស់នៅក្នុងព្រៃតែម្នាក់ឯងដើម្បីគេចពីអ្នកភូមិកុំឲ្យពួកគេមកធ្វើបាបខ្ញុំពេលនោះខ្ញុំក៏ដួលសន្លប់នៅក្នុងព្រៃនោះលុះដឹងខ្លួនឡើងវិញក៏ឃើញមានសត្វព្រៃជាច្រើនព្រមទាំងស្ដេចដំរីមាសនៅទីនោះពួកឯងកុំនាំគ្នាស៊ីខ្ញុំអីសាច់របស់ខ្ញុំមិនឆ្ងាញ់នោះទេនាងកុំខ្លាចអីសត្វទាំងនេះវាមិនធ្វើបាបនាងនោះទេតើអ្នកណាជាអ្នកនិយាយជាមនុស្សឬក៏ជាខ្មោចយើងគឺជាស្ដេចដំរីពណ៌មាសដែលឈរនៅក្បែរនាងនេះហើយថាម៉េចដំរីចេះនិយាយភាសាមនុស្សទៀតឯងជាដំរីបិសាចមែនទេឯងកុំសម្លាប់ខ្ញុំអីណាយើងមិនមែនជាដំរីបិសាចដូចអ្វីដែលនាងគិតនោះទេណាយើងគឺជាស្ដេចដំរីពណ៌មាសនៅក្នុងព្រៃវិតមុននេះបើឯងមិនមែនជាដំរីបិសាចឯងឆាប់ដោះលែងយើងឲ្យទៅវិញទៅយើងដូចជាមិនបានចាប់នាងយកមកនោះទេណាគឺនាងខ្លួនឯងទីតាដែលដើរមកទីនេះអូពិតមែនហើយម្សិលមិញខ្ញុំពិតជាបានដើរមកទីនេះមែនខ្ញុំអរគុណឯងណាស់ដែលឯងបានជួយខ្ញុំយើងជួយនាងដោយសារតែនាងមានបុត្ររបស់យើងថាម៉េចខ្ញុំមានកូនរបស់ឯងតើវាទៅរួចបែបណាទៅបើខ្ញុំនឹងឯងមិនដែលបានជួបគ្នាពីមុនផងនាងចាំបានទេកាលពីម្សិលមិញនាងបានផឹកទឹកនៅខាងនោះ
ទឹកនោះវាកើតចេញពីកិលេសតណ្ហារបស់យើងទើបបានជានាងផឹកទៅមានផ្ទៃពោះបែបនេះ ហើយទឹករបស់ឯងអីក៏ដើរຕົកផ្ដេសផ្ដាស់បែបនេះនេះមិនដឹងជាមានសត្វព្រៃឬមនុស្សណាខ្លះបានផឹកនោះទេឯងពិតជាគួរឲ្យខ្ពើមណាស់ មិនមែនដូចអ្វីដែលនាងគិតនោះទេណារយៈពេល 1000 ឆ្នាំមកនេះយើងបានតាំងសិលលះបង់គ្រប់បែបយ៉ាងជំរះនៃកម្មកិលេសទាំងឡាយទាំងពួងហើយកម្មតណ្ហានេះវាគឺជាកិលេសចុងក្រោយរបស់យើងមុននឹងយើងក្លាយទៅជាទេវតាយើងមិននឹកស្មានថាការធ្វើប្រហែសរបស់យើងដោយគិតថាទីនេះស្ងាត់មានមនុស្សមកដល់ក៏ធ្វើឲ្យមានរឿងនេះកើតឡើងតែនាងកុំបារម្ភអីយើងនឹងទទួលខុសត្រូវចំពោះនាង ឯងទទួលខុសត្រូវយ៉ាងម៉េចទៅបើឯងជាសត្វដំរីអញ្ចឹងនោះ ចុះបើបែបនេះវិញតើនាងគិតបែបណាដែរ ក្រោយមកខ្ញុំក៏សម្រាលបានកូនយុទ្ធមិនដឹងថាហេតុអ្វីបានជាស្ដេចមនុស្សដឹងថាមានស្ដេចដំរីមាសនៅក្នុងព្រៃនោះទេស្ដេចក៏បញ្ជាឲ្យគេមកស្វែងរកចាប់ស្ដេចដំរីមាសស្ដេចដំរីមាសជាសត្វកាន់សិលព្រះអង្គមិនបានតបតនឹងមនុស្សលោកនោះទេខ្លាចធ្វើឲ្យមនុស្សលោកស្លាប់ទ្រង់ក៏បណ្ដោយឲ្យគេចាប់ទ្រង់យកទៅ ណែនាងកុំបារម្ភអីយើងបានបំបាំងភ្នែកមនុស្សទាំងនោះអស់ហើយពួកគេមិនអាចមើលឃើញនាងនោះទេនាងនឹងកូនកុំមាត់ឲ្យគេឮទៅបានហើយ ហើយចុះហេតុអីបានជាព្រះអង្គមិនកិច្ចព្រះកាយពីទីនេះឬក៏បំបាំងភ្នែកពួកមនុស្សទាំងនោះដែរទៅព្រះអង្គ យើងអាចបំបាំងខ្លួនឬក៏រត់គេចពីទីនេះបានតែយើងមិនអាចនាំនាងនិងកូនរត់រហូតនោះទេហើយមនុស្សទាំងនោះក៏មិនអាចធ្វើអីយើងបានដែរដូច្នេះនាងកុំបារម្ភអីនាងនៅថែរក្សាកូនយើងឲ្យបានល្អទៅនៅពេលដែលគេធំដឹងក្តីនាងនឹងយករឿងរបស់ពួកយើងប្រាប់ទៅគេចោះមុខជាគេមានវិធីជួយយើងមកវិញជាមិនខាន រឿងគឺវាបែបនេះហើយណាកូនយល់ បើអញ្ចឹងកូននឹងទៅដណ្ដើមពុកមកវិញហើយសម្លាប់ស្ដេចអាក្រក់នោះចោល ស្ដេចដំរីមាសជាអ្នកមានគុណរបស់ខ្ញុំដូច្នេះខ្ញុំមិនអាចឲ្យគាត់រងទុក្ខនោះទេពួកយើងឆាប់ទៅរំដោះព្រះអង្គមក បើធ្វើបែបនេះជាដំណោះស្រាយម្លេះខ្ញុំនាំសត្វព្រៃទាំងអស់ទៅវាយប្រហារស្ដេចនោះហើយតែខ្ញុំដឹងពីគំនិតរបស់ពុកកូនយល់គាត់មិនឲ្យពួកយើងធ្វើទង្វើដែលនាំឲ្យមានមនុស្សស្លាប់បែបនេះនោះទេហើយបើតាមដែលម៉ែឲ្យពួកបាក់សីទៅស៊ើបមកថាស្ដេចនោះគេមិនបានធ្វើបាបពុករបស់កូនទេគេគ្រាន់តែយកពុករបស់កូនទៅថែរក្សាទុកក្នុងព្រះនគរតែប៉ុណ្ណោះហើយពេលនេះវាជាឱកាសសម្រាប់កូនទៅជួយពុករបស់កូនហើយណាកូនព្រោះម៉ែបានដឹងថានៅប៉ុន្មានថ្ងៃខាងមុខនេះស្ដេចនឹងធ្វើពិធីប្រគួតគ្នាអ្នកដែលឈ្នះការប្រគួតព្រះអង្គនឹងលើកបុត្រីឲ្យទៅអ្នកនោះហើយនឹងតែងតាំងគេជាព្រះរាជស្នងរាយបើសិនជាកូនឈ្នះការប្រគួតនេះគ្រួសាររបស់យើងនឹងបានជួបជុំគ្នាជាមិនខានឡើយណាកូន មិនលាក់បាំងនឹងម៉ែទេពេលនេះកូនមានមនុស្សនៅក្នុងចិត្តរបស់កូនហើយណាម៉ែកូនមិនអាចទៅប្រកួតយកព្រះនាងម្នាក់ទៀតបានទេ តើនាងជាកូនលោកសទ្ធីនោះតើមែនទេកូន បាទម៉ែប៉ុន្មានហើយ ខ្ញុំថានាយគួរតែទៅចូលរួមការប្រកួតទៅដើម្បីជួយពុករបស់នាយ នេះអ្នកនាងមកទីនេះបានយ៉ាងម៉េចហើយហេតុអីអ្នកនាងស្គាល់ផ្ទះរបស់ខ្ញុំ ខ្ញុំមកទីនេះបានដោយសារតែកូនរបស់នាយនោះអី អូខ្ញុំភ្លេចគិតថាបាក់សីនេះវាអាចដឹងពីវត្តមានរបស់ខ្ញុំហើយមុននេះអ្នកនាងបានស្ដាប់ឮអស់ហើយមែនទេតែអ្នកនាងពិតជាឲ្យខ្ញុំចូលរួមប្រកួតពិតមែនណាឬមួយអ្នកនាងមិនស្រឡាញ់ខ្ញុំទេបានជាចង់ឲ្យខ្ញុំទៅប្រកួតបែបនេះ ខ្ញុំស្រឡាញ់នាយតែខ្ញុំមិនអាចដើម្បីតែខ្លួនឯងធ្វើឲ្យនាយមិនអាចជួបជុំគ្រួសារបាននោះដែរហើយម្យ៉ាងទៀតព្រះនាងក៏ជាមិត្តភក្តិរបស់ខ្ញុំដែរណានាយយល់ទឹកព្រះតីរបស់ព្រះនាងល្អណាស់កាលពីមុនខ្ញុំក៏ធ្លាប់បានឃើញស្ដេចដំរីមាស
នៅក្នុងព្រះរាជវាំងដែរខ្ញុំឃើញថាព្រះនាងបានមើលថែស្ដេចដំរីមាសបានល្អណាស់ដូចជាកូនបំរើឪពុកអញ្ចឹងមើលទៅនេះជានិស្ស័យរបស់ពួកយើងហើយណៃនាយុទ្ធ បានអ្នកនាងគិតបាននេះទៅហើយខ្ញុំនឹងទៅចូលរួមប្រកួតទៅចុះ លោកពូដំរីមាសម្ដេចបានជាច្រើនឆ្នាំមកនេះលោកពូមិនចាក់ចេញពីផ្ទៃនេះទៅបើតាមសមត្ថភាពរបស់លោកពូបិតារបស់ខ្ញុំមិនអាចរៀបរៀងបាននោះទេហើយហេតុអីបានជាលោកពូឲ្យខ្ញុំដឹងតែម្នាក់ឯងថាលោកពូចេះនិយាយនិងមានយុទ្ធសាស្ត្រដ៏អស្ចារ្យបែបនេះ ដូចដែលព្រះនាងបានដឹងហើយថាយើងមានសមត្ថភាពដែលអាចហោះហើរលើអាកាសបានមានកម្លាំងនិងយុទ្ធសាស្ត្រខ្លាំងពូកែតែបែរជាយើងមិនរត់ចេញពីក្នុងព្រះនគរនេះព្រោះយើងដឹងថាព្រះរាជាគ្មានបំណងអាក្រក់នឹងយើងនោះទេព្រះអង្គគ្រាន់តែចង់បានយើងមកនៅក្នុងព្រះនគរនេះដើម្បីឲ្យប្រទេសផ្សេងមានការកោតគោរពខ្លាចនៅបុណ្យបារមីរបស់យើងនឹងទ្រង់តែប៉ុណ្ណោះដូច្នេះហើយបានជាយើងមិនរត់ចេញហើយម្យ៉ាងទៀតយើងក៏ត្រូវនៅរងចាំបុត្ររបស់យើងមកជួយយើងដែរ នេះលោកពូមានបុត្រទៀតមើលទៅបុត្ររបស់លោកពូប្រហែលជាដំរីមាសដែលមានមេធំដូចជាលោកពូជាមិនខានឡើយ អត់ទេព្រះនាងបុត្ររបស់យើងជាមនុស្សលោកនោះទេយើងនឹងប្រាប់ព្រះនាងនៅរឿងរ៉ាវរបស់យើងទៅចុះ នៅថ្ងៃស្អែកនេះព្រះនាងមុខជាបានឃើញគេជាមិនខានឡើយព្រោះគេនឹងព្រះនាងជាគូព្រេងនឹងគ្នាតាំងពីជាតិមុនមកម្លេះ ម៉េចបានជាលោកពូដឹងថាគេនឹងមកចូលរួមការប្រកួតនោះ ព្រះនាងភ្លេចហើយមែនទេថាយើងអាចដឹងពីអនាគតនិងរឿងគ្រប់យ៉ាងនៅក្នុងលោកនេះ អូប៉ិតមែនហើយខ្ញុំភ្លេចឲ្យឆឹងរឿងហ្នឹងខ្ញុំនឹងរងចាំបុត្ររបស់លោកពូក៏ប៉ុន្តែនៅថ្ងៃប្រកួតស្អែកនេះខ្ញុំបានឮថាមានមនុស្សខ្លាំងពូកែមកចូលរួមការប្រកួតច្រើនណាស់តើបុត្រលោកពូអាចយកឈ្នះគេបានឬអត់ រឿងនឹងព្រះនាងកុំបារម្ភអីលើលោកនេះគ្មានអ្នកណាអាចយកឈ្នះបុត្ររបស់យើងបានទេ បើពិតដូច្នេះខ្ញុំសប្បាយចិត្តណាស់ ចុងដំបូងនេះគឺជាការប្រកួតនៃវិជាក្បាច់គុណដូច្នេះសូមអ្នកចូលរួមការប្រកួតទាំងអស់ត្រៀមខ្លួនដើម្បីប្រកួតគ្នា ក្រោយពីបញ្ចប់ការប្រកួតនៅវិជាក្បាច់គុណកន្លងផុតទៅយើងសង្កេតឃើញថាអ្នកទាំងអស់គ្នាសិតតែជាអ្នកដែលមានវិជាក្បាច់គុណខ្លាំងពូកែក៏ប៉ុន្តែជុំទី2នេះគឺជាការប្រកួតនៅវិជាអាគមវិជាសិលរបស់ខ្លួនដូច្នេះបេក្ខជនដែលចូលមកប្រកួតត្រូវតែចេះ
ប្រើនៅវិជាអាគមវិជាសិលវិជាបញ្ជាសត្វទេពវិជាប្រែកាយទើបអាចចូលទៅប្រកួតបានសម្រាប់អ្នកដែលមិនចេះនៅវិជាទាំងនេះសូមធ្វើការដកខ្លួនចេញក្រោយពីបញ្ចប់ការប្រកួតទាំងពីរជុំកន្លងផុតទៅយើងសង្កេតឃើញថាបេក្ខជនដែលចូលមកប្រកួតទាំងអស់សុទ្ធតែជាមនុស្សដែលមានសមត្ថភាពខ្លាំងពូកែក៏ប៉ុន្តែពេលនេះយើងជំរុះនៅសល់តែ2នាក់តែប៉ុណ្ណោះដើម្បីទៅប្រកួតផ្ដាច់ព្រាត់យកលេខ1ដូច្នេះសូមបេក្ខជនទាំងពីរឡើងទៅទីលានប្រកួតគ្នាណាបងអូនណាយើងឃើញថាឯងដូចជាមនុស្សដែលមានសមត្ថភាពដែរយើងមិនចង់សម្លាប់ឯងនោះទេយល់ល្អឯងគួរតែសុំចុះចាញ់ទៅព្រោះវិញ្ញាណអាគមស្ដេចក្របីខ្មៅយើងនេះពេលដែលវាចេញប្រយុទ្ធម្ដងសត្រូវដែលបានប្រយុទ្ធជាមួយវាពុំមានអ្នកណាមានជីវិតនោះទេយល់ល្អឯងគួរតែសុំចុះចាញ់ទៅកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ខ្ញុំអរគុណណាស់បងដែលមានទឹកចិត្តល្អតែខ្ញុំគិតថាបងទៅវិញទីដែលគួរតែដកខ្លួនទៅកុំឲ្យមានរបួស បើបានជាឯងនិយាយអញ្ចឹងទៅហើយឯងកុំមិនទោះយើងឲ្យសោះឯងត្រៀមខ្លួនទទួលសេចក្តីស្លាប់ទៅ តាំងពីកាលពីពោះបែបដល់អាយុបបិទ្ធដេះបោខ្ញុំមិនដែលបាត់ខេការប្រយុទ្ធដល់សាហាវបែបនេះនោះទេពិតជាអស្ចារ្យខ្លាំងណាស់មួយជីវិតនេះទោះបីជាខ្ញុំស្លាប់ទៅក៏បិទភ្នែកចិត្តដែរអ្នកកំឡោះនោះតើគេជាអ្នកដាទៅហេតុអីបានជាវិញ្ញាណដើមកំណើតរបស់គេជាស្ដេចដំរីមាសទៅវិញពិតជាចម្លែកខ្លាំងណាស់ព្រោះបើតាមដំណើរចាស់និយាយតគ្នាមកថាតបតែអ្នកនឹងជោគខ្សែលហិតជាមួយនឹងស្ដេចដំរីមាសទើបគេនោះអាចមានវិញ្ញាណទេពបែបនេះតើកំឡោះនេះមានអ្វីតាក់ទងជាមួយនឹងស្ដេចដំរីមាសទៅដល់ពេលនេះយើងបានរកឃើញអ្នកឈ្នះហើយ
តែអ្នកឈ្នះកំទាន់អាលអអីព្រោះព្រះរាជានៅមានលក្ខខណ្ឌមួយទៀតដូច្នេះសូមអ្នកឈ្នះការប្រកួតស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គ យើងបានឃើញថាអ្នកកំឡោះពិតជាមានសមត្ថភាពមែនតែយើងនៅមានលក្ខខណ្ឌមួយទៀតបើឯងអាចធ្វើឲ្យស្ដេចដំរីមាសស្ដាប់បញ្ជាឯងទើបយើងព្រមលើកបុត្រីរបស់យើងនិងតែងតាំងឯងជាព្រះរាជាស្នងរាជបានមើលទៅព្រះរាជាប្រហែលជាមានគំនុំអីជាមួយអ្នកកំឡោះនោះហើយបានជាដាក់លក្ខខណ្ឌពិបាកបែបនេះព្រោះបើតាមដំណឹងចេញពីព្រះរាជវាំងថាប្រមាណឆ្នាំមកនេះគ្មាននរណាម្នាក់អាចនៅក្បែរឬក៏បង្គាប់បញ្ជាដំរីមាសនោះបានទេព្រះអង្គធ្វើបែបនេះដូចជារៀងជ្រុលបន្តិចហើយនេះឯងធំបែបនេះទៅហើយបិតាសប្បាយចិត្តណាស់ បិតាបុត្រសុំទោសផងដែលបុត្រទើបតែមកជួយបិតា មិនអីទេបុត្របិតាមិនយកទោសបុត្រនោះទេណាពេលនេះបុត្រសំដែងធ្វើជាបញ្ជាបិតាទៅចុះបិតានឹងធ្វើតាមបុត្រ ក្រាបទូលបិតានាយុទ្ធក៏សម្ដែងធ្វើជាបញ្ជាស្ដេចដំរីមាសនោះឲ្យធ្វើទៅតាមអ្វីដែលខ្លួនប្រាប់ស្ដេចនិងអ្នកនៅទីនោះទាំងអស់មានការកោតសរសើរដល់នាយុទ្ធជាខ្លាំងដែលមានសមត្ថភាពខ្លាំងពូកែហើយនឹងអាចបញ្ជាដំរីមាសឲ្យធ្វើតាមខ្លួនក្រោយពីបញ្ចប់ការប្រកួតនាយុទ្ធក៏បានយករឿងរ៉ាវរបស់ខ្លួនក្រាបទូលទៅព្រះមហាក្សត្រឲ្យទ្រង់ជ្រាបក្រោយពីព្រះមហាក្សត្រទ្រង់ជ្រាបរឿងរ៉ាវទាំងអស់ហើយព្រះអង្គក៏ដោះលែងស្ដេចដំរីមាសហើយទ្រង់បានធ្វើពិធីអភិសេកព្រះនាងនិងនាយុទ្ធចំណែកបូរមីក៏ត្រូវបានលើកតាំងធ្វើជាព្រះអគ្គមហេសីរបស់នាយុទ្ធផងដែរ